សួស្តីបងប្អូនទាំងអស់គ្នាមួយគ្រឿងនេះហើយគឺជាអ្នកលេងចិត្តត្រជាក់នៅក្នុងស្រុកកងមាសខេត្តកំពង់ចាមមើលទៅសមរោះហាក់បីដូចជាមាសកំពុងអណ្ដែតត្រសែតនៅលើផ្ទៃជលសាគឺមាននាមថាអធិរាជកងពេជ្រកងតានឹងសែនជ័យជាទូកស្ថិតនៅក្នុងទឹកដីវត្តកងត្រង់នឹងក្នុងឃុំកងតានឹងស្រុកកងមាសខេត្តកំពង់ចាមហើយមួយគ្រឿងនេះហើយដែលមិនបានទទួលស្គាល់ពាក្យថាបរាជ័យទេនៅក្នុងការប្រកួតនៅរាជធានីភ្នំពេញក្នុងឆ្នាំ2024ដែលជាអ្នកលេងចិត្តត្រជាក់ហើយចំណោះកូនក្រៅហើយឥឡូវនេះចាស់ព្រឹទ្ធាចារ្យនិងបងប្អូនចំណោះទូកលោកកំពុងតែរៀបចំនៅសរសៃសសងរបស់ទូកដែលមានបញ្ហាបន្ទាប់ពីវិលត្រឡប់មកពីលេងនៅរោងឫស្សីជ្រោយហើយការនោះគឺបានជួបជាមួយនឹងសម្រោងជ័យមហាបវរធិបតីសែនជ័យមកពីខាងក្រចេះឥឡូវយើងក៏បានទស្សនានៅបងប្អូនចំណុះទូកក៏ដូចជាចាស់ព្រឹទ្ធាចារ្យកំពុងតែសម្រួលនៅសរសៃសសងរបស់ទូកដែលការនោះគឺនៅមាននាមថាអធិរាជកងពេជ្រកងតានឹងសែនជ័យហើយឥឡូវនេះនៅទឹកដីវត្តកងត្រង់នឹងឃុំកងតានឹងស្រុកកងមាសខេត្តកំពង់ចាមដោយទទួលបានការឧបត្ថម្ភពីសំណាក់ឯកឧត្តមហួតឈៀងអនបានឧបត្ថម្ភនៅទូកមួយគ្រឿងទៀតដែលជាសិស្សប្អូនរបស់អធិរាជកងពេជ្រកងតានឹងសែនជ័យហើយអធិរាជកងពេជ្រកងតានឹងសែនជ័យក៏បានដូរនាមថ្មីថាកងតានឹងធិបតីរីឯសិស្សប្អូនរបស់ខ្លួនគឺមាននាមថាអធិរាជកងពេជ្រសែនជ័យគឺល្បីរន្ទឺក៏ក្រើកញាប់ញ័រកាលពីថ្ងៃសៅរ៍កន្លងទៅគឺបានជួបជាមួយនឹងស្រីសសុកសែនជ័យជាទូកនៅរោងស្ដេចមកោនិងទូកដែលមាននាមមួយទៀតថាពេជ្រធិបតីបារមីកោះសំរោងមកពីខាងកោះសំរោងក្រុងកំពង់ចាមហើយបងប្អូនជាច្រើនក៏បានទៅទស្សនាកាលពីថ្ងៃសៅរ៍ដែរថាល្បឿនទូកទាំង4ទាំង2គូនេះយ៉ាងណាយ៉ាងណីបងប្អូនបានដឹងហើយនេះគឺជាសម្រស់របស់អធិរាជកងពេជ្រកងតានឹងសែនជ័យដែលនៅមាននាមចាស់ហើយវីដេអូនេះជាវីដេអូដែលខ្ញុំបានផ្ដិតយកកាលពីទៅលេងនៅរោងឫស្សីជ្រោយបាទបន្ទាប់ពីលេងរួចហើយចំណោះទួងគាត់ក៏បានរួនៅសរសៃសសងរបស់ទូកដែលមានបញ្ហាត្រង់ចំណុចណានីមួយហើយវីដេអូក៏បានដល់ទីបញ្ចប់ដែរខុសឆ្គងយ៉ាងណានៅក្នុងការអធិប្បាយក៏សូមអធិស្ឋានពីសំណាក់បងប្អូនទាំងអស់គ្នាផងដែរបាទបងប្អូនដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe ផងដើម្បីបានទស្សនានៅវីដេអូជាបន្តទៀតសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នា